ចំនួនអ្នកស្លាប់កើនជាង700នាក់បាតកម្មហិង្សាប្រឆាំងរដ្ឋអំណាចអ៊ីរ៉ង់ពេលនេះកំពុងក្លាយជាការបះបោរនយោបាយផ្ដួលរំលំរដ្ឋអំណាចអ៊ីស្លាមអ៊ីរ៉ង់ដែលនាំឲ្យមានការបង្ក្រាបយ៉ាងខ្លាំងក្លាមកទល់ពេលនេះការបង្ក្រាបបណ្ដាលឲ្យបាតកោស្លាប់កើនយ៉ាងតិច734នាក់ហើយចាប់ពីថ្ងៃទី28ខែធ្នូមកចំណែកមនុស្សច្រើនពាន់នាក់រងរបួសនិងត្រូវចាប់ខ្លួនក្រុងវ៉ាស៊ីនតោនបន្តធ្វើការគៀបសង្កត់លើរបបអ៊ីរ៉ង់ពេលដែលបាតកម្មពុះកញ្ជ្រោលរងការបង្ក្រាបក្នុងភ្លុកឈាមពេលនេះប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានជំរុញប្រជាជនអ៊ីរ៉ង់ឲ្យធ្វើបដិវត្តន៍ដណ្ដើមអំណាចលោកត្រាំគម្រាមកំហែងកាន់តែខ្លាំងដោយលោកអះអាងនាថ្ងៃទី13ខែមករានេះថាសហរដ្ឋអាមេរិកនឹងមានប្រតិកម្មតបយ៉ាងខ្លាំងក្លាបំផុតប្រសិនបើអាជ្ញាធរអ៊ីរ៉ង់ចាប់ផ្ដើមប្រហារជីវិតបណ្ដាមនុស្សដែលត្រូវចាប់ខ្លួនក្នុងបាតកម្មដែលធ្វើឲ្យកក្រៅប្រទេសចាប់ពីថ្ងៃទី28ខែធ្នូដល់ខែមករាលោកត្រាំថ្លែងទៅកាន់អ្នកកាសែតរបស់ទូរទស្សន៍ CBS ម្នាក់ថាយើងនឹងធ្វើសកម្មភាពខ្លាំងក្លាបំផុតប្រសិនបើអាជ្ញាធរអ៊ីរ៉ង់ប្រព្រឹត្តអំពើបែបនោះលោកលើកឡើងបែបនេះពេលអ៊ីរ៉ង់គ្រោងប្រហារជីវិតដោយការព្យួរកបណ្ដាមេខ្លោងបាតកម្មដែលអាចចាប់ផ្ដើមពីថ្ងៃទី14ខែមករាតទៅការិយាល័យរដ្ឋអាជ្ញាក្រុងតេហេរ៉ង់ថ្លែងថាបាតកោក្នុងចំនួនដ៏ច្រើនមួយនឹងត្រូវកាត់ទោសពីបទធ្វើសង្គ្រាមប្រឆាំងព្រះជាម្ចាស់ដែលការចោទប្រកាន់នោះពិតជាការចោទប្រកាន់ធ្ងន់បំផុតនៅអ៊ីរ៉ង់នឹងត្រូវមានទោសប្រហារជីវិតទោះបីជាមានការគំរាមកំហែងខ្លាំងផ្ទួនក៏ប្រធានាធិបតីអាមេរិករហូតមកទល់ពេលនេះនៅតែរក្សាភាពមិនប្រកបប្រជាលើបណ្ដាចេតនាជាក់ស្ដែងរបស់លោកម្យ៉ាងវិញទៀតរដ្ឋអំណាចអ៊ីរ៉ង់ហាក់ដូចជាប្រើបណ្ដាអ្នកគាំទ្រឲ្យលើកគ្នាបាតកម្មតបតវិញអ្នកគាំទ្រច្រើនរយពាន់អ្នកធ្វើបាតកម្មកាលពីថ្ងៃទី12ខែមករានៅទីលានធំមួយកណ្ដាលក្រុងតេហេរ៉ង់ជាមួយការគម្រាមកំហែងផ្ទួនរបស់លោកត្រាំពីការធ្វើអន្តរាគមន៍យោធាអាមេរិករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់អះអាងកាលពីថ្ងៃទី12ខែមករាថាប្រទេសលោកត្រៀមសង្គ្រាមតែក៏ត្រៀមចរចាដែរជាមួយការប្រឈមដ៏ធំពុំធ្លាប់មានតាំងពីការបង្កើតសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ពីឆ្នាំ1979មករដ្ឋអំណាចអ៊ីរ៉ង់ពេលនេះស្វែងរកក្តាប់អំណាចក្នុងដៃវិញដោយអំពាវនាវដល់បណ្ដាអ្នកគាំទ្រឲ្យលើកគ្នាធ្វើបាតកម្មតបតវិញតាមដងវិធីនានាក្រោយពីការកាត់ផ្តាច់អ៊ីនធឺណិតទាំងស្រុងពីថ្ងៃទី8ខែមករាមក